ដៃសវតាក្នុងតំបន់អាស៊ីនៅរាជធានីភ្នំពេញល្អសុភាបានដល់កម្ពុជាសន្តិវិជ្ជមានពេញចិត្តពេញថ្លើមគំនិតផ្ដើមវិធានកម្ពុជាពិតមានផនធានអង្គភិវរមានសន្តិភាពប្រៀបតាមរចនាបថកម្ពុជាមកចន្ទត្រដឹមស្គមស្កាយចាអរុនសុស្ដីលោកលោកស្រីប្រិមិត្តទូរទស្សនិកជនជាទីគោរពចាស្វាគមន៍កម្មវិធីទីក្រុងស្អាតហើយនៅក្នុងនោះជារៀងរាល់សប្តាហ៍ដោយដែលលោកអ្នកធ្លាប់បានទស្សនារួចមកហើយកម្មវិធីទីក្រុងស្អាតគឺតែងតែជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានការយល់ដឹងនិងការស្រឡាញ់នៅបញ្ហាអនាម័យនិងបរិស្ថាននៃការរស់នៅផងដែរហើយនៅក្នុងនោះកម្មវិធីទីក្រុងស្អាតក៏ជាចលនាមួយដើម្បីជំរុញដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាតសម្រាប់ដល់ភូមិឃុំក៏ដូចជាតាមស្រុកខេត្តទូទាំងរាជធានីនិងខេត្តរបស់ប្រទេសកម្ពុជារបស់យើងផងដែរហើយនៅក្នុងពេលនេះផងដែរយើងក៏មានវាគ្មិនកិត្តិយសចូលរួមនៅក្នុងកម្មវិធីទីក្រុងស្អាតដើម្បីបកស្រាយទៅនឹងប្រធានបទដែលនៅក្នុងសប្តាហ៍នេះយើងនិយាយអំពីប្រធានបទមួយដែលទាក់ទិនទៅនឹងការបង្កើតនៅធម្មពលសូឡាដោយប្រើនៅតាមរយៈពន្លឺព្រះអាទិត្យផងដែរហើយមុននឹងជួបជាមួយនឹងវាគ្មិននោះនេះខ្ញុំក៏សូមអនុញ្ញាតអរគុណដល់ក្រសួងទេសចររួមជាមួយនឹងគណៈកម្មាធិការជាតិវិយតម្លៃទីក្រុងស្អាតដែលបានបង្កើតឡើងនៅកម្មវិធីទីក្រុងស្អាតនិងសហការជាមួយនៅស្ថានីយ៍វិទ្យុនិងទូរទស្សន៍អប្សរាប៉ុលលេខ11ចានៅក្នុងពេលនេះខ្ញុំសូមអនុញ្ញាតជួបជាមួយនឹងវាគ្មិនជាមុនសិនមុននឹងយើងចូលដល់បទយកការរបស់យើងចាចាអនុញ្ញាតសូមជម្រាបសួរលោកពូចាជាដំបូងនេះខ្ញុំសូមឲ្យលោកជម្រាបពីឈ្មោះនិងតួនាទីជូនទៅដល់ទស្សនិកជនបន្តិចទៅចាបាទសូមជម្រាបសួរបងប្អូនទស្សនិកជនទាំងអស់ខ្ញុំបាទឈ្មោះគង់ប្រឌិតខ្ញុំជានាយករបស់អង្គការអ្នកកសាងសមត្ថភាពហើយបច្ចុប្បន្នយើងធ្វើកិច្ចការងារតាក់ទងនឹងធម្មពលពន្លឺព្រះអាទិត្យហើយខ្ញុំឆ្នាំនេះយើងមានគម្រោងមកពីខាងអង្គការ UNDP ចា UNDP គាត់ជួយមកដល់គម្រោងដល់អង្គការអ្នកកសាងសមត្ថភាពយើងបានបំពាក់ធម្មពលពន្លឺព្រះអាទិត្យជាស្ថានីយ៍សាកអគុយជូនបងប្អូនប្រជាពលរដ្ឋយើងនៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងបាទអញ្ចឹងប្រហែលជាបងប្អូនប្រជាពលរដ្ឋកំពុងតែទស្សនាមានការងឿងឆ្ងល់ថាតើហេតុអ្វីបានជាកម្មវិធីទីក្រុងស្អាតអញ្ជើញលោកគង់ផារិតមកធ្វើជាវាគ្មិនកិត្តិយសនៅក្នុងសប្តាហ៍នេះអ្វីដែលលម្អិតយើងនឹងមានបកស្រាយជូនលោកអ្នកនៅក្នុងវគ្គបន្តទៀតក៏ប៉ុន្តែនៅពេលនេះសូមអនុញ្ញាតទៅទស្សនានៅបទចការមួយដែលតេតិនទៅនឹងស្ថានីយ៍ចាស់សាអគុយដោយប្រើពន្លឺព្រះអាទិត្យហើយស្ថានីយ៍នេះគឺមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺខេត្តកំពង់ឆ្នាំងចាកំពង់ឆ្នាំងចាសូមអធិស្ឋានចាដូច្នេះសូមអនុញ្ញាតទៅទស្សនាទាំងអស់គ្នាចាសូមជេងការវិវត្តនៃបច្ចេកវិទ្យាបាននាំមកនូវភាពងាយស្រួលនិងនាំមកនូវផលចំណេញដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិតួយ៉ាងដូចជាការរកឃើញនៃការប្រើប្រាស់ថាមពលកកើតឡើងវិញការបង្កើតអគ្គិសនីដោយប្រើពន្លឺព្រះអាទិត្យជាដើមហើយអគ្គិសនីបានមកពីពន្លឺព្រះអាទិត្យនេះបានជួយទៅដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទដាច់ស្រយាលដែលខ្វះខាតចរន្តអគ្គិសនីក៏ដូចជាបានជួយទៅដល់ប្រជាពលរដ្ឋរស់នៅទីក្រុងទីប្រជុំជនដែលមានបំណងចង់កាត់បន្ថយការចំណាយទៅលើការប្រើប្រាស់ចរន្តអគ្គិសនីនេះបានមួយកម្រិតអង្គការអ្នកកសាងសមត្ថភាពជាអង្គការមួយដែលបានធ្វើការងារពាក់ព័ន្ធនឹងថាមពលកកើតឡើងវិញដែលបានបំពាក់ឧបករណ៍បង្កើតជាថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យនៅក្នុងខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាភូមិពោនិងភូមិត្របែកស្ថិតនៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងគឺជាទីតាំងមួយដែលអង្គការអ្នកកសាងសមត្ថភាពបានបំពាក់ស្ថានីយ៍សាអគុយដោយប្រើថាមពលពន្លឺព្រះអាទិត្យជូនប្រជាពលរដ្ឋក្រោមគម្រោងលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាពរបស់អង្គការ UNDP ដើម្បីបានទៅដល់ស្រុកកំពង់លែងគេត្រូវធ្វើដំណើរចាក់ចេញពីផែកំពង់ឆ្នាំងតាមទូកឬកាណូតទៅកាន់ទីនោះដែលត្រូវចំណាយពេលយ៉ាងហោចណាស់ពី20ទៅ30នាទី
ការធ្វើដំណើរតាមផ្លូវទឹកនោះគេអាចទស្សនាទិដ្ឋភាពដ៏ល្អត្រកាលគួរឲ្យគយគន់ដូចជាភ្នំនាងកង្រីផ្ទះប្រជាពលរដ្ឋនៅតាមដងទន្លេសាបទិដ្ឋភាពតាមឈើលិចទឹកមុខរបរនេសាទរបស់ប្រជាពលរដ្ឋក្នុងបរិយាកាសជំនោរទន្លេដ៏ត្រជាក់ល្ហឹមទីនេះគឺជាស្ថានីយ៍សហគយដែលដោយធម្មពលពន្លឺព្រះអាទិត្យដែលបានគ្រប់គ្រងដោយសហគមន៍ប្រជាពលរដ្ឋភូមិពោស្រុកកំពង់លែងគឺយើងបានធ្វើគម្រោងស្ថានីយ៍សហគយដែលដោយធម្មពលពន្លឺព្រះអាទិត្យសម្រាប់ជួយទៅដល់ប្រជាពលរដ្ឋដែលនៅក្នុងតំបន់ពុំមានភ្លើងទៅដល់បញ្ហាភ្លើងកន្លងមកនេះគឺប្រជាពលរដ្ឋឃុំខ្ញុំបាទគឺតែងតែប្រើភ្លើងតាមរយៈការបញ្ចូលអាគុយជាឯកជនប៉ុន្តែក្នុងអំឡុងឆ្នាំ2012នេះផ្នែកមូលនិធិ UNDP របស់អង្គការសហប្រជាជាតិដែលបានផ្ដល់មូលនិធិបានផ្ដល់នៅស្ថានីយ៍សហអាគុយដោយប្រើពន្លឺព្រះអាទិត្យមកដល់មូលដ្ឋានឃុំខ្ញុំបាទយើងចុះសិក្សាស្រាវជ្រាវទៅឃើញថាតំបន់នេះវាត្រូវការភ្លើងចាំបាច់ដើម្បីប្រជាពលរដ្ឋរស់នៅបាទដូច្នេះខាងអង្គការយើងក៏បានចុះធ្វើសំណើស្នើសុំទៅម្ចាស់ជំនួយដើម្បីសុំជំនួយដើម្បីធ្វើការនៅទីនេះដើម្បីជួយដល់ប្រជាពលរដ្ឋការប្រើពន្លឺថ្ងៃក្នុងការសហគយជូនប្រជាពលរដ្ឋនៅទីនេះបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់ចូលសូឡាបាន26ថ្ងៃទៅ27ថ្ងៃម៉ាស៊ីនភ្លើងបញ្ចូលបានមួយអាទិត្យអីហ្នឹងម៉ាស៊ីនបានត្រឹមតែមួយអាទិត្យអីអស់ហើយការម៉ាស៊ីនណាដល់ពេលមកសូឡានេះបាន5-10ថ្ងៃជួនកាលបាន20ថ្ងៃតាមបើមេឃឆ្លាស់ល្អអញ្ចឹងបាន20ថ្ងៃអីគម្រោងលើកកម្ពស់ការប្រើប្រាស់ធម្មពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាពនេះបានអត្ថប្រយោជន៍ទៅសហគមន៍ចំនួន2ឃុំក្នុងនោះមានប្រជាពលរដ្ឋដែលទទួលផលគឺចំនួន1200គ្រួសារគាត់ទទួលប្រយោជន៍បញ្ចូលអាគុយតម្លៃទាបជាងការបញ្ចូលឯកជនធម្មតាបើសិនជាគាត់យកអាគុយនឹងមកបញ្ចូលសូឡាគាត់ប្រើបានដល់3ឆ្នាំទៅ4ឆ្នាំប៉ុន្តែបើយើងបញ្ចូលម៉ាស៊ីនអាគុយមួយប្រើបាន1ឆ្នាំឬក៏1ឆ្នាំកន្លះហេតុអ្វីបានជាការសហគយដោយប្រើធម្មពលពន្លឺព្រះអាទិត្យទទួលបាននូវអត្ថប្រយោជន៍ជាងការសហគយដោយប្រើម៉ាស៊ីនភ្លើងអ្នកគ្រប់គ្រងស្ថានីយ៍សហគយប្រចាំថ្ងៃលោកជួបផាបានបង្ហាញថាបញ្ចូលកញ្ចក់សូឡានេះកាន់ភ្លើងបានយូរជាងម៉ាស៊ីនព្រោះយើងបញ្ចូលយូរម៉ោង7ហើយចាប់បញ្ចូលបាត់ទល់តែម៉ោង4កន្លះបានបិទដល់ពេលអញ្ចឹងវាបញ្ចូលរយៈពេលយូរវាល្អកាន់ភ្លើងបានយូរអាគុយក៏ខូចដែរវាចូលតាមដំណើរវាមិនបខំក្នុងមួយថ្ងៃមានអាគុយប្រមាណជាង30ទៅ40អាគុយត្រូវបានប្រជាពលរដ្ឋយកមកសាក់នៅក្នុងស្ថានីយ៍នេះហើយតម្លៃនៃការសាក់អាគុយមានតម្លៃថោកជាងការសាក់ដោយប្រើម៉ាស៊ីនព្រីនពី500រៀលទៅ1000រៀលហើយទាំងរយៈពេលនៃការប្រើប្រាស់ទាំងអាយុកាលរបស់ធុងអាគុយក៏ប្រើយូរជាងការសាក់អាគុយដោយម៉ាស៊ីន2ទៅ3ដងផងដែរដែលនាំមកនូវផលចំណេញទាំងថវិកាទាំងមិនបំពុលបរិស្ថានទ្រទ្រង់ទៅដល់បរិស្ថានគឺកាត់បន្ថយឧស្ម័នកាបូនិកកាត់បន្ថយឧស្ម័នជាតិពុលលែងបំពុលទៅបរិស្ថានមានន័យថានៅក្នុងស្ថានីយ៍2កន្លែងហ្នឹងគឺមួយកន្លែងគឺយើងកាត់បន្ថយជាតិកាបូន23តោនក្នុងមួយឆ្នាំអញ្ចឹងរយៈពេល20ឆ្នាំគឺជួយដល់បរិស្ថានបានច្រើនម្យ៉ាងវិញទៀតថវិកាដែលរកបានពីស្ថានីយ៍សហគយនេះត្រូវបានគេយកទៅប្រើប្រាស់ជាប្រយោជន៍ដល់សហគមន៍ថវិកាដែលបានពីបញ្ចូលអាគុយហ្នឹងខ្ញុំអ្នកគ្រប់គ្រងហ្នឹងបានតែ 40% ទេហើយនៅសល់ 60% ទៀតយកទៅបែងចែកជា4ទៀតណាបែងចែកទី1ណែបែងចែកជូនគណៈកម្មការទី2បែងចែកទុកសម្រាប់ជួសជុលទី3សម្រាប់ជួយដល់ក្នុងឃុំដែលខ្វះខាតទី4សម្រាប់ពង្រីកគម្រោងថ្មីអញ្ចឹងលុយហ្នឹងគឺបានមកគឺគេបែងចែកសម្រាប់អ្នកគ្រប់គ្រងផ្ទាល់ហ្នឹងគឺ 40% អញ្ចឹងនៅសល់ 60% ទៀតសម្រាប់អភិវឌ្ឍសហគមន៍ទី1គឺជួយទៅដល់ស្ត្រីឬក៏កុមារដែលរងគ្រោះសម្រាប់អន្តរាគមន៍ទៅមណ្ឌលសុខភាពទៅមន្ទីរពេទ្យឬក៏ទៅកន្លែងផ្សេងទៀតដែលគាត់មិនមានលទ្ធភាពហើយក្រៅពីនោះគឺយើងអាចយកលុយនឹងមួយផ្នែកទៀតគឺសម្រាប់ទៅសម្រាប់ជួសជុលផ្លូវដាច់ឬក៏លូបាក់បែកអីនៅក្នុងសហគមន៍គាត់អាចប្រើប្រាស់លុយនឹងមួយផ្នែកដែរការប្រើប្រាស់ធម្មពលកកើតឡើងវិញគឺជាសូចនករមួយក្នុងចំណោមសូចនករជាច្រើនទៀតនៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតដែលបង្កើតឡើងដោយគណៈកម្មាធិការជាតិវិតម្លៃទីក្រុងស្អាត
ដូចនេះការប្រើប្រាស់ធម្មពលអគ្គិសនីដោយពន្លឺព្រះអាទិត្យគឺជាការចូលរួមថែរក្សាបរិស្ថានកាត់បន្ថយការបញ្ចេញឧស្ម័នពុលកាត់បន្ថយការបញ្ចេញសំឡេងនាំឲ្យភពផែនដីមានបរិយាកាសបរិសុទ្ធនិងពណ៌បៃតងម្យ៉ាងទៀតជាការជួយសន្សំសំចៃដល់សេដ្ឋកិច្ចគ្រួសារចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលធ្វើឲ្យសង្គមរីកចម្រើននិងសម្បូររុងរឿងចាឃើញថាបទយកា3មិញនេះគឺមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ដល់បងប្អូនប្រជាពលរដ្ឋទី1នោះយើងឃើញថាជួយកាត់បន្ថយនៃការប្រើប្រាស់ធម្មពលអគ្គិសនីដោយយើងប្រើតាមរយៈភ្លើងរដ្ឋហើយមួយវិញទៀតហ្នឹងជាផលចំណេញរបស់បងប្អូនប្រជាពលរដ្ឋហ្នឹងឃើញថាទាំងបើយើងនិយាយទៅវាកាត់បន្ថយនៅធម្មពលក៏ដូចជាការបំផ្លាញនៅបរិស្ថានហើយអ្វីដែលសំខាន់បំផុតចំណេញដល់ពួកគាត់ហើយឃើញថាការងារស្ថានីយ៍សារអាគុយនៅក្នុងខេត្តកំពង់ឆ្នាំងមិញហ្នឹងបានជួយដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះច្រើនមែនតើព្រោះថាថវិកាទាំងអស់ហ្នឹងដូចជាខាងលោកមិនបានយកទៅចាយកមកវិញនោះទេមិនតែចូលនៅក្នុងសមាគមក៏ដូចជាសហគមន៍សម្រាប់ឲ្យពួកគាត់ជួយទៅដល់ស្ត្រីក៏ដូចជាជនចាស់ជរាកុមារដែលមានការដែលគាត់មានជីវភាពមិនសូវជាធូរធារនោះចាឃើញជាការល្អមែនតើហើយនេះខ្ញុំចង់ជម្រាបសួរលោកថាតើការប្រើប្រាស់នៅប្រព័ន្ធសូឡាដោយប្រើពន្លឺព្រះអាទិត្យនេះយើងអាចប្រើបានតែនៅក្នុងខេត្តទេឬមួយក៏នៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តផ្សេងៗដទៃទៀតហ្នឹងអាចប្រើប្រាស់បានដែរបាទអរគុណមួយចំពោះសំណួរនេះសំខាន់ណាស់ដែលបងប្អូនយើងបាក់គួរតែដឹងថានៅតំបន់កំពង់លែងដែលយើងបំពាក់នេះយើងបានចុះសិក្សាទៅនៅក្នុងដូចថាក្រុងតិចណាក្រុងទីរួមស្រុកហ្នឹងក៏ភ្លើង1គីឡូដល់ទៅ 5,000 ហើយ 5,000 រៀលអញ្ចឹងតម្លៃខ្ពស់ណាស់ដូច្នេះហើយបានជាយើងក្រោយពីការសិក្សាមកយើងបានដាក់គម្រោងទៅយក NP ដើម្បីបំពាក់នៅទីនោះហើយដូចយើងបានឃើញមកអញ្ចឹងគឺថាផលប្រយោជន៍ដែលយើងបំពាក់ជូនគាត់ទាំងយកសាកអគុយវាត្រូវប្រើបានយូរជាងសាកដោយម៉ាស៊ីនហើយណាហើយគាត់អាចយកអគុយហ្នឹងទៅប្រើម៉ូទ័របូមទឹកយើងគ្រោងជួយស្ត្រីមេម៉ាយខ្លះទៀតដែលគាត់កំពុងតែដាំដុះដំណាំហ្នឹងយើងមានម៉ូទ័រតូចដែលគាត់អាចចាប់ពីអគុយហ្នឹងគាត់យកមកសាកសូឡាក្នុងតម្លៃថោកហើយគាត់ចាប់ភ្លើងពីអគុយហ្នឹងទៅគាត់បូមទឹកស្រោចដំណាំដូចយើងឃើញក្នុងរូបបាញ់មិញហ្នឹងអាហ្នឹងជាគម្រោងដែលយើងជួយបងប្អូនប្រជាពលរដ្ឋដែលនៅជនបទហើយមួយផ្នែកទៀតយើងអាចបំពាក់នៅតាមដំបូលផ្ទះនីមួយហ្មងគាត់ខ្ជិលយកអគុយមកសាកនៅកន្លែងស្ថានីយ៍គាត់អាចទិញបំពាក់លើផ្ទះគាត់មួយហ្មងអាហ្នឹងក៏អាចប្រើបូមទឹកឬក៏ប្រើអំពូលទូរទស្សន៍ឲ្យបានដែរចា៎ហើយណែឆ្លើយតបទៅសំណួររបស់ក្មួយមិញថាណែតើយើងបើនៅទីក្រុងយើងប្រើរបៀបម៉េចចា៎ទីក្រុងក៏មានរបៀបដែរដែលយើងឃើញបំពាក់មិញហ្នឹងដែលរូបបំពាក់លើដំបូលផ្ទះហ្នឹងគឺថាយើងបំពាក់នៅភ្នំពេញថ្មីហើយយើងបំពាក់នៅខាងកើតស្ពានជួយចវាយនេះគឺថាបំពាក់នៅផ្ទះវិឡាមួយចំនួនដែលគាត់ស្រឡាញ់បរិស្ថានគាត់ចង់ប្រើទាំងសូឡាពីព្រោះគាត់មើលឃើញថាវាអាចមានផលចំណេញខ្លះដែរចា៎ចំណេញចេះបើយើងគិតពីការដែលប្រើប្រាស់ទាំងសូឡានេះណែទី1យើងជួយសម្រួលពេលដាច់ភ្លើងបាទនេះរូបនេះយើងដាក់នៅមន្ទីរពេទ្យទឹកខ្មៅចា៎បាទមន្ទីរពេទ្យនៅទឹកខ្មៅកន្លែងក្មេងដែលមានសតិមិនគ្រប់គ្រាន់ហ្នឹងគឺមន្ទីរពេទ្យរបស់អង្គការការតាស់គាត់បានបំពាក់ធម្មពលហ្នឹងប្រើពេលដាច់ភ្លើងពេលដាច់ភ្លើងយូរពេកគឺថាគាត់អត់មានភ្លើងប្រើអញ្ចឹងគាត់អាចបំពាក់ទី1យើងដោះស្រាយពេលដាច់ភ្លើងអញ្ចឹងយើងអាចបំពាក់សូឡាប្រើពេលដាច់ភ្លើងបានសម្រាប់ការិយាល័យម៉ាស៊ីនហ្វូតូកូពីមកការិយាល័យមួយអាចបំពាក់បានគេហៅថាប្រព័ន្ធ off grid ប្រព័ន្ធហ្នឹងអាចពេលដាច់ភ្លើងចាំយើងកាច់យើងមកប្រើបើយើងអត់ភ្លើងមានយើងប្រើភ្លើងធម្មតាហើយនឹងយើងអាចដាក់នៅកន្លែងផ្សេងទៀតដូចជាវិធីនៅភ្លើងនៅទីក្រុងហ្នឹងគឺថាយើងដាក់ប្រើលាយជាមួយភ្លើងរត់ត្មងបាទយើងបានបំពាក់ដែលលាយជាមួយភ្លើងរត់ហ្នឹងយើងបានដាក់ច្រើនកន្លែងដែរហើយដើម្បីជួយកាត់បន្ថយភ្លើងរត់សូមជម្រាបអញ្ចេះឲ្យបងប្អូនយល់ថាកាលណាយើងដាក់នៅទីក្រុងមានភ្លើងអញ្ចឹងយើងដាក់លាយឧទាហរណ៍ថាភ្លើងរត់នឹង220ហើយពេលដែលមានថ្ងៃគឺថាភ្លើងសូឡាវាខ្ពស់ជាងអញ្ចឹងណាចា៎បាទបើយើងមើលដៃយើងឃើញថាអានេះភ្លើងរត់ហើយពេលថ្ងៃដល់ពេលយប់ឡើងអត់មានសូឡាទៅអាភ្លើងនេះវាលឹបទៅវិញអាភ្លើងណែពលឺព្រះអាទិត្យនោះវាលឹបទៅវិញទៅវាប្រើភ្លើងរត់អញ្ចឹងបើភ្លើងរត់យើង220នៅ220អញ្ចឹងប៉ុន្តែភ្លើងសូឡានៅពេលមានថ្ងៃមកវាឡើងលើសបន្តិច225អីអញ្ចឹងណា225វាចាប់ដើមប្រើភ្លើង225នឹងតន់អស់អា225នោះបានវាចាប់លាយគ្នាអញ្ចឹងវាមកលាយគ្នា
ហើយណែកាលណាយើងប្រើភ្លើងប្រព័ន្ធ Thai Grid ប្រព័ន្ធដែលគេហៅថា Thai Grid មានន័យថាពីអង់គ្លេសមានន័យថាយកទៅភ្ជាប់ជាមួយនឹងបណ្ដាញយកភ្លើងសូឡាភ្ជាប់មួយភ្លើងបណ្ដាញភ្ជាប់នៅត្រង់ណាក៏បានដែរបើសិនជាយើងធ្វើកសិដ្ឋានធ្វើជាសូឡាកន្លែងដាក់ 4 10 20 ហិកតា 30 ហិកតា 100 ហិកតាទៅយើងអាចធ្វើភ្លើងនឹងនៅតាមផ្លូវអាភ្លើងមកហ្នឹងយកមកចែកចាយនៅទីក្រុងក៏បានឬក៏យើងដាក់នៅផ្ទះយើងមួយហ្នឹងឬក៏រោងចក្រមួយឬក៏ស្ថានីយ៍យើងមួយអញ្ចឹងយើងបាទយើងដាក់ទៅយើងធ្វើជាមួយភ្លើងរ៉ាត់ហ្នឹងអញ្ចឹងណាហើយគីឡូភ្លើងរ៉ាត់នឹងមិនវិលទេបើសិនជាភ្លើងរ៉ាត់ឧទាហរណ៍ថាភ្លើងរ៉ាត់កំពុងប្រើហ្នឹងយើងគៀបអំពាមើលវាស៊ីក្នុង1ម៉ោងហ្នឹងយើង10គីឡូចាអញ្ចឹងយើងដាក់សូឡា1ម៉ោង9គីឡូទៅអញ្ចឹងមានន័យថាយើងបានជួយចេញកាត់បន្ថយភ្លើងរ៉ាត់អស់9គីឡូហើយរ៉ាត់សល់9គីឡូហ្នឹងគាត់យកទៅលក់កន្លែងផ្សេងបានអត់បាត់ទៅណាទេចាអត់បាត់ទៅណាទេបើសិនជាយើងដាក់ដល់លើសបើយើងឧទាហរណ៍ថាយើងប្រើ1ម៉ោងតែ10គីឡូហើយស្រាប់តែយើងមានលុយយើងចង់ឲ្យដាក់ច្រើនបន្តិចយើងដាក់ភ្លើងដល់ទៅ5 10គីឡូ5 10គីឡូគឺថាកុងទ័រវិលថយក្រោយចាកុងទ័រហ្នឹងវិលថយក្រោយអត់ទៅណាទេគឺរត់យកភ្លើងហ្នឹងទៅលក់កន្លែងផ្សេងឬសេអាចយកភ្លើងហូរពីយើងហ្នឹងទៅគាត់យកទៅលក់កន្លែងផ្សេងអត់មានបាត់ទេដល់ពេលយប់ឡើងភ្លើងសូឡាអត់មានយើងយកភ្លើងរត់ហ្នឹងមកលក់វិញចាពីព្រោះពេលយប់សាឡាខីបិទរោងចក្របិទអីបិទអញ្ចឹងចំណេញដែរRDC នៅលក់ភ្លើងបានហើយពេលថ្ងៃភ្លើងយើងចេញទៅដូចសាកទៅក្នុងភ្លើងរត់ឲ្យគាត់យកទៅលក់កន្លែងណាលក់ទៅហើយយប់ឡើងយើងវិលវិញអញ្ចឹងនៅប្រទេសដែលកំពុងអភិវឌ្ឍដែលក្មួយសួរឆ្លើយសំណួរថាទីក្រុងអាចប្រើភ្លើងរត់បានអត់ហ្នឹងនៅទីក្រុងគេដែលឃើញគេដាក់ភ្លើងនៅសូឡានៅតាមដំបូលផ្ទះនៅឯស្រុកនៅអាល្លឺម៉ង់នៅអាមេរិកឬនៅអូស្ត្រាលីហ្នឹងគឺគេអត់ប្រើអាគុយទេគេប្រើប្រព័ន្ធហ្នឹងហើយយើងកាត់ចំណាយដកតម្លៃអាគុយហ្នឹងប្រហែលជា 30% នៃតម្លៃសរុបអញ្ចឹងចំណេញ 30% បើយើងអត់ប្រើភ្លើងភ្លើងរត់បើអត់ប្រើភ្លើងរត់បានន័យថាអត់ប្រើអាគុយដាក់ជាមួយហ្នឹងគឺថាយើងចំណេញហើយខ្ញុំទូទាត់មើលតាមក្បួនគណនាទៅឥឡូវមានគណនាប្រូក្រាមកុំព្យូទ័រច្រើនកុំព្យូទ័រគាត់ដាក់ចូលទូរស័ព្ទដៃគាត់គិតឃើញណាថាតើចំណេញប្រមាណតម្លៃប្រមាណចាអញ្ចឹងតាមការគណនាដែលខ្ញុំកំពុងតែសិក្សានៅឡអិតមួយហើយនឹងដែលយើងគ្រោងនឹងដាក់នៅរោងចក្រឡអិតហ្នឹងគឺថាយើងឃើញថារយៈពេលប្រហែលជា6ទៅ8ឆ្នាំ9ឆ្នាំរួចដើមមានន័យថារួចអាចចេញថ្លៃភ្លើងឧទាហរណ៍ថាគាត់ចេញថ្លៃភ្លើងមួយឆ្នាំមួយខែអស់$10000សម្រាប់ធ្វើរោងចក្រឡអិតមួយចា$10000បើគុណទៅគឺមួយខែវាមួយឆ្នាំ12ខែអញ្ចឹងវា210,000បើយើងគុណនឹងទៅរយៈពេល8ឆ្នាំឬក៏9ឆ្នាំគឺស្មើនឹងឲ្យលុយថ្លៃភ្លើងប៉ុណ្ណឹងគឺថាយើងទិញសូឡានឹងបានចាណា8 9ឆ្នាំអាលុយដែលបង់ថ្លៃភ្លើងហ្នឹងគឺស្មើនឹងទិញសូឡាមួយគ្រឿងបានហើយគេធានាឲ្យគាត់ដល់25ឆ្នាំចាអញ្ចឹងមានន័យថាយើងដក9ឆ្នាំចេញមកសល់ប្រហែលយើងចំណេញទាំងអស់ចាឥឡូវនេះខ្ញុំចង់ជំរាបសួរមួយទៀតព្រោះថាជាធម្មតាទេទាំងនាងខ្ញុំទាំងបងប្អូនប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់អ្នកណាក៏ចង់ដឹងដែរថាទី1ហ្នឹងថាតើវាមានផលប៉ះពាល់អីដែរអត់បញ្ហាការដែលយើងប្រើប្រាស់នៅផ្ទាំងសូឡាហ្នឹងហើយមួយវិញទៀតថាតើបងប្អូនប្រជាពលរដ្ឋហើយក៏ដូចជានិយាយជារួមទៅអ្នកដែលប្រើប្រាស់តែម្ដងទទួលបានផលប្រយោជន៍អ្វីខ្លះពីសូឡាហ្នឹងចាសូមនេះខ្ញុំចង់ឲ្យលំអិតឡើងវិញតែច្បាស់ចាលំអិតទី1បើយើងប្រើសូឡាសម្រាប់ការវិនិយោគរយៈពេលវែងគឺចំណេញដូចខ្ញុំនិយាយមិញអញ្ចឹងណាឥឡូវយើងធ្វើរោងចក្រផលិតឥដ្ឋមិនមែនរោងចក្រហ្នឹងយើងបើកមួយថ្ងៃបិទទេរោងចក្របើកទៅហើយគឺមុខរបរហ្នឹងវាត្រូវតែតកូនតចៅទៅជាក្រុមហ៊ុនទៅជាអីវែងឆ្ងាយអញ្ចឹងយើងវិនិយោគទៅរឿងធ្វើឡអិដ្ឋឬក៏យើងធ្វើរោងចក្រហ្នឹងគឺសិតតែវិនិយោគក្នុងរយៈពេលវែងហើយបើយើងវិនិយោគក្នុងរយៈពេលវែងយើងគួរប្រើនេះវាចំណេញដូចខ្ញុំនិយាយមិញថា6ឆ្នាំមានគម្រោងខ្លះបើយើងដាក់ប្រភេទ solar គេហៅ Amorphos 6ឆ្នាំបើយើងដាក់ប្រភេទcrystalline silicon វាអាច8ឆ្នាំទៅ10ឆ្នាំ9ឆ្នាំអីហ្នឹងវាសងដើមរួចតាមក្បួនគណនាទៅឃើញថាសងដើមរួចហើយអាហ្នឹងខ្ញុំចង់និយាយថាចំណេញទី1យើងឃើញថាចំណេញលុយហ្នឹងសំខាន់ចំណេញផ្នែកសេដ្ឋកិច្ចបាទចំណេញទី1ចំណេញទី2ចំណេញទៅដល់បរិស្ថានតែទីក្រុងកម្មវិធីទីក្រុងស្អាតយើងគឺចំណេញដល់បរិស្ថានហើយ
បើសិនជាយើងប្រើប្រាស់សូឡាច្រើនគឺជាទីក្រុងមួយដែលនៅអាស៊ីដែលយើងប្រើប្រាស់ធម្មពលកកើតឡើងវិញច្រើនជាងគេចាក៏ចំណុចហ្នឹងខ្ញុំកាត់តិចចាចំណុចហ្នឹងខ្ញុំកាត់តិចថាតើយើងជួយកាត់បន្ថយក៏ដូចជារួមចំណែកនៅបញ្ហាដែលយើងទទួលបាននៅទីក្រុងស្អាតណាតាមរយៈការប្រើប្រាស់សូឡាតាមរបៀបណាដែរទៅតាមរបៀបដែលយើងរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នពុលបាទបើសិនជាយើងប្រើឧស្ម័នប្រើភ្លើងដែលបង្កើតឡើងដោយប្រេងដោយប្រេងបើយើងគិតជាមធ្យមតាមខ្ញុំមើលរូបមន្តរបស់ website មួយដែលខ្ញុំតែងតែយកវាមកប្រើគឺ Sun Earth គេហៅថា sunearth.org ហ្នឹងគឺបង្ហាញឲ្យឃើញថាក្នុងប្រេងក្នុងភ្លើង1គីឡូហ្នឹងវាត្រូវការបញ្ចេញឧស្ម័នពុលហ្នឹងពី480ក្រាមទៅ600ក្រាមចា៎វាទៅតាមប្រទេសនីមួយៗចា៎អញ្ចឹងមានន័យថានៅពេលដែលយើងប្រើភ្លើងដែលកំពុងតែភ្លឺហ្នឹងគឺម៉ាស៊ីននេះវាកំពុងតែបញ្ចេញឧស្ម័នចា៎បាទយើងកំពុងតែបញ្ចេញឧស្ម័នអញ្ចឹងបើយើងប្រើសូឡាមានន័យថាសូឡាអត់បញ្ចេញឧស្ម័នទេពេលដែលយើងប្រើភ្លើងយើងត្រូវដឹងថាភ្លើងនេះចេញមកពីប្រភពធម្មពលពន្លឺព្រះអាទិត្យគឺភ្លើងនឹងមិនបានបញ្ចេញឧស្ម័នទេណាគ្រាន់តែបំលែងធម្មពលពីពន្លឺព្រះអាទិត្យយកមកប្រើជាធម្មពលអគ្គិសនីទៅវិញអញ្ចឹងរួមចំណែកមួយគឺកាត់បន្ថយការបញ្ចេញឧស្ម័នទៅក្នុងបរិយាកាសអានឹងជារឿងដែលយើងអាចជួយគ្រប់គ្រងដល់បរិស្ថានហើយចំណុចសំខាន់ដែលជាងបរិស្ថានទៅទៀតហ្នឹងគឺរួមចំណែកមិនឲ្យយើងនឹងចាំបាច់បន្ថែមម៉ាស៊ីនថ្មីទេចង់និយាយណាកាលណាយើងអត់ប្រើសូឡាមានន័យថាផ្ទះបងប្អូនយើងមិនត្រូវពង្រីកណាបរិយចេះធ្វើថែមហើយកាលណាមានបរិយថែមម៉ាស៊ីនត្រជាក់ត្រូវដាក់បន្ថែមស្អីក៏បន្ថែមដែរយើងគិតមើលទៅបន្ថែមទាំងអស់អញ្ចឹងដើម្បីឲ្យមានធម្មពលអគ្គិសនីរដ្ឋត្រូវតែរកធម្មពលមកបន្ថែមពីប្រភពផ្សេងហើយពីប្រភពហ្នឹងអាចវ៉ារីអគ្គិសនីអាចតម្លើងម៉ាស៊ីនណាអាចជាម៉ាស៊ីនបាយម៉ាស់កាប់ឈើដុតអស់ឬក៏ម៉ាស៊ីននុយក្លេអ៊ែរដុតធ្យូងថ្មអីជាដើមនោះសិតតែជាធម្មពលដែលត្រូវចំណាយណាធ្យូងថ្មត្រូវទិញគេហើយបើសិនជាដុតឈើហ្នឹងក៏ត្រូវតែកាប់ឈើដែរព្រៃឈើដែរអញ្ចឹងគឺថាឬក៏ត្រូវធ្វើវារីអគ្គិសនីអញ្ចឹងត្រូវតែយកធម្មពលផ្សេងមកប្រើប្រាស់ហើយនៅប្រទេសយើងនៅប្រទេសកម្ពុជាយើងតំបន់យើងអាស៊ីយើងនេះគឺថាធម្មពលពន្លឺព្រះអាទិត្យឱកាសល្អជាងគេឱកាសល្អច្រើនមែនតើបើប្រៀបធៀបទៅប្រទេសផ្សេងគេមានខ្យល់គេមានខ្យល់គេប្រើខ្យល់បានគេអាចយកធម្មពលពីខ្យល់វាមកវិញប៉ុន្តែតាមការសិក្សារបស់យើងទៅគឺនៅប្រទេសកម្ពុជានឹងមិនសូវមានខ្យល់គ្រប់ល្បឿនទេហើយបងប្អូនខ្លះគាត់ថាខ្ញុំចង់ដាក់ដង្ហល់លោកគ្រូគាត់ខលមកខ្ញុំយ៉ាងខ្ញុំថាខ្យល់ស្រុកយើងអត់គ្រប់ល្បឿនទេខ្យល់ដែលល្បឿនគ្រប់សម្រាប់ប្រើដង្ហល់ដើម្បីឲ្យវិលឲ្យមានចេញភ្លើងអគ្គិសនីដូចនៅប្រទេសគេបានហ្នឹងគឺលុះត្រាតែល្បឿនខ្យល់ហ្នឹងចាប់ពី5ម៉ែត្រទៅ9ម៉ែត្រទៅ10ម៉ែត្រក្នុង1វិនាទីណោះអញ្ចឹងបើប៉ុណ្ណឹងបានដង្ហល់ហ្នឹងវាវិលអូសទូប៊ីនហ្នឹងចេញភ្លើងគ្រប់អញ្ចឹងការប្រើដង្ហល់ឲ្យសឹករិចច្រើនជាងសូឡាព្រោះវាវិលវាជាប្រព័ន្ធមេកានិកវាវិលមានការសឹករិចច្រើនតែប្រើសូឡានេះឥឡូវសូឡាមានតម្លៃចុះថ្លៃច្រើនហើយហេតុនេះហើយគឺថាការប្រើប្រាស់សូឡានៅតែចំណេញជាងការវិនិយោគទៅលើអ្វីផ្សេងខ្ញុំស្ដាប់ព័ត៌មានឬសូការវិនិយោគនៅប្រហែលស្ទឹងតតៃដូចជាធ្វើវារីអគ្គិសនីហ្នឹងរាប់រយលានដែរហើយការវិនិយោគហ្នឹងបើសិនជាវិនិយោគទៅលើសូឡាក៏អស់ប្រហែលគ្នាប៉ុណ្ណឹងភ្លើងប្រហែលគ្នាប៉ុណ្ណឹងដែរមិនជាខុសគ្នាប្រហែលទេខុសទៅគ្នាតិចតួចដែរទេអញ្ចឹងបើសិនជាយើងអាចមានតំបន់ដែលដីរិចរិលកន្លែងណាដែលជាព្រៃដីខ្សាច់ដែលពិបាកដាំដំណាំដាំអីយើងអាចបំលែងទៅជា solar farm ជាពិសេសនៅក្បែរតំបន់រោងចក្រដូចជាយើងថ្ងៃក្រោយទៅយើងអាចមានរោងចក្រតាមបណ្ដោយផ្លូវជាតិលេខ4រោងចក្រតាមបណ្ដោយផ្លូវជាតិលេខ5ដែលភ្លើងអាចនឹងខ្វះក្នុងការឧបត្ថម្ភឲ្យយើងហើយបងប្អូនដែលលោកមានថវិកាមានដើមទុនលោកអាចទិញដីចម្ងាយពីរោងចក្រ1គីឡូ2គីឡូហើយធ្វើជា solar farm ដើម្បីយកភ្លើងផ្គត់ផ្គង់រោងចក្របានចានេះយើងនិយាយពីប្រយោជន៍ពីការប្រើប្រាស់សូឡាចាចុះចំពោះដូចថាផលប៉ះពាល់វិញចាតែយើងមានទទួលរងនៅផលប៉ះពាល់ពីការប្រើប្រាស់សូឡាហ្នឹងជាចង់និយាយថាផលប៉ះពាល់ហ្នឹងវាតិចតួចឬមួយក៏វាមានផលប៉ះពាល់យ៉ាងម៉េចសម្រាប់នេះហ្នឹងបាទយើងគិតថាវាមានហើយរបស់ណាវាមានមុខព្រួយពីរគ្រាន់ថាតិចហើយច្រើនអញ្ចឹងបាទយើង
យើងគិតថាអាកន្លែងផលិតសូឡាហ្នឹងវាបញ្ចេញឧស្ម័នរួចទៅហើយយល់ទេអាកន្លែងដែលកន្លែងធ្វើជាម៉ាស៊ីនផលិតសូឡាហ្នឹងវាត្រូវតែបញ្ចេញឧស្ម័ននៅក្នុងរួចម្ដងទៅហើយហើយថ្ងៃមុខថ្ងៃក្រោយទៅអាឧបករណ៍ដែលផ្ទាំងសូឡាហ្នឹងវាចាស់ទៅវាคล้ายទៅជាកាកសំណល់មួយដែលយើងត្រូវទទួលស្គាល់ថា25ឆ្នាំ30 40ឆ្នាំក្រោយហ្នឹងផ្ទាំងសូឡាវាទៅជារបស់មួយដែលទៅជាកាកសំណល់មួយផ្នែកប៉ុន្តែគេអាចយកទៅ recycle បានគេអាចយកទៅ recycle បានដែរដូចជាស៊ុំដែកស៊ុំអីវាជាដែកដរាដែកហ្នឹងគឺថាយើងអាចយកមកប្រើប្រាស់ទៅជាចូលទៅក្នុងឧស្សាហកម្មវិញបានហើយប្រព័ន្ធមួយផ្នែកគេអាចចម្រាញ់រំលាយវាដូចជាផ្នែកកញ្ចក់ផ្នែកហ្នឹងគេអាចរំលាយវាបានបាទគេនៅតែយកទៅប្រើបានហើយក្រៅពីគេហៅថាក្រៅតែពីវាប្រើចាស់អស់ទៅជាកាកសំណល់ហ្នឹងដូចជាមិនមានការប៉ះពាល់អីទេណាបើតាមការស្រាវជ្រាវរបស់ខ្ញុំទៅឃើញថាផលប៉ះពាល់ហ្នឹងតិចណាស់តិចតួចបំផុតបើសិនជាដាក់លើដំបូលផ្ទះវាគ្រាន់តែថាអាចថែមទម្ងន់លើដំបូលផ្ទះអីខ្លះប៉ុន្តែក៏វាអាចជួយឲ្យយើងនឹងអាចនឹងជួយទប់កម្ដៅមួយចំនួនដែរបាទនេះខ្ញុំចង់ភ្ជាប់ទៅនឹងសំណួរដែលតកតងទៅនឹងកម្មវិធីផ្ទាល់តែម្ដងពីព្រោះថាបញ្ហាទីក្រុងស្អាតនេះបានន័យថាយើងមិនមែនផ្ដោតទៅលើតែទីក្រុងតែម្ដងនេះទេបានន័យថាមុននឹងបានឈ្មោះថាទីក្រុងស្អាតវាតតែមានការផ្ដើមចេញពីក្រុមគ្រួសារមួយពីផ្ទះមួយពីខ្លួនយើងផ្ទាល់ពីបុគ្គលទាំងអស់គ្នាពីការិយាល័យពីក្រសួងស្ថាប័នរួមទាំងសហគ្រាសដតីទៀតបានតែទៅយើងទទួលបាននៅឈ្មោះទីក្រុងស្អាតចំពោះរូបលោកវិញលោកយល់យ៉ាងដូចម្ដេចដែរពាក្យថាទីក្រុងស្អាតនេះថាតើយើងគួរតែធ្វើអ្វីខ្លះយើងមានការរួមចំណែកយ៉ាងដូចម្ដេចខ្លះសម្រាប់ជាពិសេសគឺក្នុងនាមលោកជាអ្នកផលិតសូឡាប្រព័ន្ធការប្រើប្រាស់ថាមពលដោយពន្លឺព្រះអាទិត្យនេះចា៎នេះខ្ញុំសូមយោបល់ពីលោកវិញហ្នឹងហើយខ្ញុំជាក្នុងនាមខ្ញុំជាអ្នកបច្ចេកទេសមួយខ្ញុំមើលឃើញថាអញ្ចឹងបើសិនជាណាខ្ញុំសូមផ្ដល់ជាដូចជាអនុសាសន៍ដែរថាសូមឲ្យរាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធគិតគូរពីការប្រើប្រព័ន្ធ Solar Thai Grid ហ្នឹងណាដើម្បីរួមចំណែកកាត់បន្ថយរឿងការបញ្ចេញឧស្ម័នអាហ្នឹងគឺជាផ្នែកមួយដែលខ្ញុំយល់ថាធ្វើម៉េចឲ្យទីក្រុងស្អាតណាខ្ញុំឲ្យអនុសាសន៍ហ្នឹងភ្ជាប់ជាមួយនឹងគំនិតទីក្រុងស្អាតតែម្ដងណាអញ្ចឹងបើយើងប្រើប្រព័ន្ធ Thai Grid ហ្នឹងទៅវាអាចជួយរួមចំណែកកាត់បន្ថយឧស្ម័ននេះជាខ្ញុំជូនថាបើសិនជាក្រសួងពាក់ព័ន្ធឬក៏EDCដែលលោកពិចារណាឲ្យមានប្រើប្រព័ន្ធ Thai Grid បានហើយអាចនឹងមានគោលនយោបាយច្បាប់ទម្លាប់ដើម្បីឲ្យផ្ទះបងប្អូនដែលគាត់នៅភ្នំពេញឬក៏រោងចក្រសហគ្រាសមួយចំនួនដែលគាត់ចង់ប្រើសូឡាហ្នឹងឲ្យកុងទ័រហ្នឹងវិលដែលគេហៅ B direction គឺវិលប្រជ្រះបានវិលបដោយបានអាចដាក់សូឡាបានហើយយើងអាចនឹងកាត់បន្ថយការបញ្ចេញឧស្ម័នមកចំណែកធំចា៎ហើយទី2គឺខ្ញុំសូមឲ្យយើងចាប់ផ្ដើមគិតគូរពីការប្រើប្រាស់ថាមពលដោយការសន្សំចែកដូចជាអំពូលសន្សំចែកភ្លើងណាទូរទស្សន៍ LED សន្សំចែកភ្លើងហើយនឹងម៉ាស៊ីនត្រជាក់សន្សំចែកភ្លើងឬក៏ម៉ាស៊ីនត្រជាក់ដែលអាចជួយឲ្យត្រជាក់ផងហើយវាបង្កើតទៅជាទឹកក្តៅបានផងអាហ្នឹងក៏មានដែរបច្ចេកទេសថ្មីណាចា៎ហើយទី2គឺថាសម្រាមហើយអាហ្នឹងភ្ជាប់នឹងទីក្រុងស្អាតហ្នឹងវាត្រូវតែអត់មានសម្រាមត្រូវតែផ្លូវស្អាតត្រូវតែមានអនាម័យការបោសសម្អាតអីត្រឹមត្រូវប៉ុន្តែការទុកដាក់សម្រាមរបស់បងប្អូនយើងក៏ទាំងគ្រួសារខ្ញុំទាំងគ្រួសារគេគឺថាមានបញ្ហានឹងច្រើនហើយខ្ញុំក៏ចាប់ផ្ដើមទម្លាប់ឲ្យកូនចៅយើងហ្នឹងគឺថាយើងចាប់ពីបុគ្គលម្នាក់ទៅមិនត្រឹមតែមកផ្ទះទេបុគ្គលម្នាក់ទៅគឺថាបើយើងហូបអីយើងត្រូវចេះយកមិនទុកដាក់ក្នុងធុងសម្រាមឲ្យល្អណាខ្ញុំអាសាពេលទៅលេងមុខវាំងទៅដើរកំសាន្តនេះកូនវាប្រហែលអីបោះចោលខ្ញុំឲ្យរើសយកទៅដាក់ធុងសម្រាមហើយដល់ពេលកូនយើងឃើញអញ្ចឹងទៅវាឃើញគេបោះវាថានោះមើលគេបាទថាកូនកុំធ្វើដូចគេយើងអត់ជាប់កាតព្វកិច្ចធ្វើដូចគេទេតែយើងសុំធ្វើតែខ្លួនយើងឲ្យល្អទៅអញ្ចឹងណាព្រោះយើងអត់ជាប់កាតព្វកិច្ចធ្វើដូចអ្នកដទៃទេយើងត្រូវធ្វើអីតាមអ្វីដែលយើងគិតថាល្អអញ្ចឹងណាតាមទម្លាប់គ្រួសារយើងដល់ឥឡូវដល់ពេលយើងចាប់ផ្ដើមទម្លាប់កូនចៅយើងទៅគឺថាជ្រុងនេះធុងសម្រាមមួយជ្រុងនេះធុងសម្រាមមួយគាត់ថាការដែលយើងបែងចែកប្រភពប្រភេទសម្រាមផ្ទះបាយសម្រាមរឹងសម្រាមសល់ហ្នឹងមិនទាន់បានល្អនៅឡើយអញ្ចឹងខ្ញុំសំណូមពរបើសិនជាយើងបានរៀបចំឲ្យមានជាប្រអប់3ប្រអប់មួយសំណល់ទុនសំណល់ផ្ទះបាយហើយប្រអប់មួយទៀតជាសំណល់ផ្លាស្ទិកហើយប្រអប់មួយទៀតជាសំណល់កែវហើយនៅតាមកន្លែងនីមួយភូមិកររបស់បងប្អូនយើងនៅដូចជាតាមបរិយហ្នឹងក៏ឲ្យមានធុង3ហ្នឹងដែរណាហើយយើងសរសេរមកអាធុងនេះផ្ដល់ធម្មពលវិញពីព្រោះដូចជាសំណល់ទុនអាចយកវាទៅធ្វើជា energy បាន
ដូចជាកាកសំណល់ផ្ទះបាយđấyយើងយកទៅដាក់ទៅវាបង្កើតជាបាយយោហ្គាស ចា បាទគេហៅថាបាយយោហ្គាសហើយបាយយោហ្គាសហ្នឹងអាចយកទៅប្រឆេះម៉ាស៊ីនបានភ្លើងរាប់រយគីឡូ អូ បាទយើងអាចបំលែងធម្មពលអាជាកាកសំណល់ហ្នឹងទៅជាហ្គាសបានទៅជាហ្គាសហើយហ្គាសហ្នឹងយើងយកទៅប្រឆេះម៉ាស៊ីនបានឥឡូវមានម៉ាស៊ីនដែលដុតហ្គាសហ្នឹងបានអញ្ចឹងបើសិនជាការគ្រប់គ្រងកាកសំណល់ហ្នឹងបានល្អគឺអាចបំលែងទៅជាធម្មពលផងហើយអាចជួយឲ្យទីក្រុងយើងបានស្អាតផងបាទនេះជាចុងក្រោយមួយទៀតគឺថាបើសិនជាយើងអាចធ្វើបានដូចខ្ញុំជម្រាបមិញអញ្ចឹងថាបើយើងរដ្ឋាភិបាលលោកមានគោលនយោបាយល្អសម្រាប់ទទួលអ្នកវិនិយោគក្នុងការបំពាក់ធម្មពលពលឺព្រះអាទិត្យជាចំការណាជាចំការធំដើម្បីឲ្យគេវិនិយោគមកហើយគេអាចយកភ្លើងហ្នឹងលក់មកជួយក្នុងទីក្រុងឲ្យបានច្រើនជាជាងយើងប្រើប្រាស់វ៉ារីអគ្គិសនីអាចនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួនបាទចាអរគុណដោយសារតែពេលវេលារបស់យើងបានកំណត់ដល់ពេលកំណត់ដែលត្រូវយើងមានកម្មវិធីនៃការប្រកួតរូបថតដែលនេះខ្ញុំត្រូវជំរាបជូនបន្តទៀតហើយអញ្ចឹងសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមចំណែកទាំងអស់គ្នាហើយប្រសិនបើលោកអ្នកមានចម្ងល់អ្វីដែលតាក់ទិនទៅនឹងការប្រើប្រាស់នៅធម្មពលសូឡាដោយប្រើពន្លឺព្រះអាទិត្យនេះលោកអ្នកអាចតាក់ទងបានតាមរយៈលេខទូរស័ព្ទ012 277 411ចាមួយខ្សែទៀតគឺ097 308 3000ចាលោកអ្នកអាចតាក់ទងទៅខាងលោកកុងផារិតមានចម្ងល់អ្វីដែលជាបញ្ហាដែលមិននៅមានការងឿងឆ្ងល់ចានឹងជំរាបជូនដល់លោកអ្នកពិតជានៅមានច្រើនទេព្រោះតើយើងមានពេលខ្លីណាបាទសូមអរគុណចាអរគុណចាលោកស្រីប្រិមត្តទូទាំងសនិកជនជាទីគោរពនិងជាទីមេត្រីឥឡូវនេះយើងចូលដល់វគ្គប្រឡងរូបថតហើយនៅក្នុងសប្តាហ៍នេះគឺជាសប្តាហ៍ទី6ហើយគឺកម្ពុជាស្អាតកម្ពុជាបៃតងនេះខ្ញុំក៏សូមជម្រាបថាការបង្កើតនៅការប្រឡងរូបភាពនេះគឺមានការរៀបចំឡើងដោយក្រសួងទេសចររួមជាមួយនឹងគណៈកម្មាធិការជាតិវិតម្លៃទីក្រុងស្អាតនិងសហភាពសហព័ន្ធយុវជនកម្ពុជារួមជាមួយនឹងអ្នកថតរូបកម្ពុជាផងដែរគឺ Cambodia Photo Player ហើយនៅក្នុងសប្តាហ៍ទី16នេះអ្នកដែលទទួលបានជ័យជំនះនៅទាំង5រូបនោះយើងចូលដល់រូបទី1តែម្ដងគឺជារូបភាពរបស់ចារូបភាពរបស់សេនីនីចាសេនីនីគឺជារូបភាពនៅឯខេត្តសៀមរាបចាដោយដែលលោកអ្នកបានឃើញហើយ